ភេទអាជីវកម្មណាដែលសមទៅនឹងខ្ចីលុយពីធនាគារអញ្ចឹងចំណុចសំខាន់នៅក្នុងការខ្ចីលុយធនាគារបងប្អូនគឺខ្ចីដើម្បីបង្កើនចំណូលដើម្បីពង្រីកអាជីវកម្មមិនមែនដើម្បីខ្ចីដោះស្រាយបញ្ហាបន្ទាប់បន្សំបញ្ហាបដោះអាសន្នតែប៉ុណ្ណោះទេបើសិនជាអាជីវកម្មមួយដែលមានចំណូលច្បាស់លាស់មានចំណូលស្ថិរភាពហើយការលក់ទៀងទាត់គឺវិធេមានលទ្ធភាពក្នុងការសងតាមការកំណត់បើយើងនិយាយមួយម៉ាត់ថាចំណុចទី1ហ្នឹងពាក់ព័ន្ធទៅនឹងថាចរន្តសាច់ប្រាក់របស់យើងល្អហើយបើសិនជាចរន្តសាច់ប្រាក់របស់យើងល្អហើយយើងខ្ចីលុយធនាគារមកពង្រីកអាជីវកម្មគឺអត់សូវមានបញ្ហាទេអញ្ចឹងស្ថិរភាពនៅក្នុងការទូទាត់ស្ថិរភាពក្នុងការពង្វេលលុយចេញលុយចូលចង់និយាយពីបញ្ហាចំណូលចំណាយស្ថិរភាពនៃប្រាក់ចំណូលរបស់យើងទៀងទាត់ហើយទេហើយយើងរស់ស៊ីអត់ខាតទេអញ្ចឹងស័ក្តិសមណាស់ក្នុងការខ្ចីលុយពីធនាគារដើម្បីពង្រីកអាជីវកម្មបន្ថែមទៀតប៉ុន្តែបើសិនជាបងប្អូនដែលចង់ពង្រីកអាជីវកម្មបងប្អូនត្រូវបើកសាខាថ្មីឬក៏ត្រូវទិញរបស់របរថ្មីដូចជាឧបករណ៍ទាក់ទងទៅនឹងទិញបើកឃ្លាំងស្តុបបើកឃ្លាំងអីចឹងទៅអាជីវកម្មយើងនឹងណូហើយយើងអូខេហើយក្នុងការទិញរបស់របរអស់ទាំងនឹងព្រោះអីវាដើរទៅហើយចង់និយាយថាវាដើរទៅហើយយើងចង់ពង្រីករបស់វាគឺអូខេយើងចង់ទិញសម្ភារៈបន្ថែមយើងចង់ទិញឧបករណ៍បន្ថែមយើងចង់ទិញម៉ាស៊ីនបន្ថែមយើងចង់បន្ថែមស្តុកអញ្ចឹងពេលដែលយើងចង់បន្ថែមស្តុកគឺអត់មានបញ្ហាទេនៅពេលដែលអាជីវកម្មរបស់យើងរឹងមាំហើយអញ្ចឹងចូលដល់ចំណុចទី3អាជីវកម្មមិនមែនតែខ្ចីលុយធនាគារជឿចេះតែបាននោះទេគឺអាស្រ័យទៅលើថាតើអាជីវកម្មរបស់យើងមានផែនការច្បាស់លាស់ដែរឬក៏អត់បើសិនជាអាជីវកម្មយើងផែនការអត់ច្បាស់លាស់ទេកាលណាខ្ចីលុយធនាគារឬក៏យើងទៅខ្ចីឬក៏យើងមិនទាន់ទៅខ្ចីឬយើងក្រងនឹងខ្ចីក៏យើងត្រូវគិតគូរចំណុចហ្នឹងឲ្យបានច្បាស់លាស់ដែរផែនការហ្នឹងចង់និយាយថាយើងដឹងថាគូប្រើប្រាស់ប្រាក់កម្ចីហ្នឹងទៅលើអ្វីមួយឬក៏មានប្រាក់ប្រមាណខ្ទង់ចំណូលខ្ទង់ចំណាយច្បាស់លាស់ហើយឬនៅបើសិនជាយើងដឹងថាការប្រើប្រាស់លុយធនាគារការសងត្រឡប់តើយើងអាចវិលបានទេឧទាហរណ៍ថាយើងកំណត់មុនថ្ងៃ2ត្រូវបង់អញ្ចឹងថាតើអាជីវកម្មរបស់យើងក្នុងការប្រវល់លុយបង់ប្រចាំខែហ្នឹងយើងមានបញ្ហាដែរឬក៏អត់បើសិនជាបងប្អូនមានបញ្ហាក្នុងការសងត្រឡប់ទៅធនាគារវិញបងប្អូនត្រូវតែគិតថាផែនការអាជីវកម្មរបស់យើងលុយរបស់យើងហ្នឹងយើងអត់គួរស័ក្តិសមនៅក្នុងខ្ចីលុយធនាគារទេអញ្ចឹងចំណុចទី4យើងត្រូវគិតពិចារណាថាតើអាជីវកម្មរបស់យើងមានទីផ្សារហើយឬនៅបើសិនជាយើងមានទីផ្សារហើយទទង់ទំនិញរបស់យើងទទង់អាជីវកម្មរបស់យើងមានសេវាកម្មមានទីផ្សារល្អហើយអញ្ចឹងយើងបរិយាអាជីវកម្មគឺអូខេហើយអូខេត្រឹមថាយើងមានភ្ញៀវក្នុងដៃហ្នឹងយើងមានអតិថិជនក្នុងដៃហើយអញ្ចឹងពេលដែលយើងមានភ្ញៀវក្នុងដៃយើងមានអតិថិជនក្នុងដៃយើងអត់ខ្លាចទៅក្នុងការទិញរបស់បន្ថែមទិញស្តុកបន្ថែមក្នុងការបរិយាហ្នឹងទេបងប្អូនអាជីវកម្មជាទូទៅវាត្រែងតែមានតម្រូវការពិតប្រាកដបើសិនជាអាជីវកម្មរបស់យើងជាតម្រូវការរបស់អតិថិជនយើងមានទីផ្សារហើយមានអតិថិជនទៀងទាត់មានភ្ញៀវទៀងទាត់ហើយក្នុងការខ្ចីលុយធនាគារមកបើកបន្ថែមគឺជាអត់មានបញ្ហាទេជិះវៀងថាអាជីវកម្មរបស់យើងអត់ទាន់ច្បាស់លាស់ផងទីផ្សាររបស់យើងអត់ទាន់ដើរផងយើងចង់បរិចគឺអត់ត្រឹមត្រូវទេកន្លែងហ្នឹងឧទាហរណ៍បន្តិចឧទាហរណ៍ថាឥឡូវហាងកាហ្វេមួយបើកអញ្ចឹងយើងបើកអត់ទាន់បានមានភ្ញៀវស្គាល់ brand ស្គាល់អីយើងផងអត់ទាន់បានល្បីផងយើងចាប់ដើមបើកសាខាទី2បើកសាខាទី3បើកសាខាទី4អញ្ចឹងអាការបើកយើងប្រឈមនឹងបិទទ្វារហ្នឹងឯងដោយសារអីរបស់របរដែលអត់ទាន់មានទីផ្សារច្បាស់លាស់ផងយើងចេះតែពង្រីកចេះតែខ្ចីលុយធនាគារថែមអាហ្នឹងគឺហានិភ័យធំដែរបងប្អូនអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នកន្លែងហ្នឹងជាទូទៅចំណុចទី5ថាតើអាជីវកម្មរបស់យើងនឹងការចំណេញបើសិនជាប្រាក់ចំណេញរបស់យើងវាលើសនៅក្នុងការប្រាក់ចង់និយាយថាឥឡូវឧទាហរណ៍ថាមួយខែយើងចំណេញបាន$500ប៉ុន្តែយើងសងការប្រាក់អស់$300អញ្ចឹងយើងសល់$200បើជិះវៀងថាមួយខែយើងបានតែ$500ទេចំណេញស្រាប់តែការប្រាក់របស់យើងឡើងដល់$1000អញ្ចឹងបងប្អូនចំណុចទៅនឹងយើងត្រូវគូសវៀងដែរព្រោះអីបើរោគចំណេញទប់ការប្រាក់អត់បានផងយើងបរិចធ្វើអីយើងខ្ចីលុយធនាគារថែមធ្វើអី
បើខ្ចីឲ្យប្រកាសជាធ្ងន់ហើយធ្ងន់អីធ្ងន់នឹងការខាតបង់ចង់និយាយថាយើងលុកដើមយកបង់ធនាគារបង់ការលុកដើមបាត់ចុងអាជីវកម្មរបស់យើងគឺអត់បានធំធេងអត់បានធំធាត់ទៅណាទេគឺប្រឈមនៅក្នុងការខាតបង់ប្រឈមនៅក្នុងការដួលអាជីវកម្មកន្លែងហ្នឹងអញ្ចឹងចំណុចទី6តើអាជីវកម្មរបស់យើងនឹងមានវិន័យហាងហិរញ្ញវត្ថុហើយឬនៅយើងដោះបំណុលទាន់ពេលវេលាដែរឬក៏អត់យើងមានកំណត់ត្រាចំណូលចំណាយច្បាស់លាស់ដែរឬក៏អត់ជាទូទៅបងប្អូនយើងខ្ចីលុយធនាគារត្រូវរបស់ដែលមានការប្រាក់បើសិនជាលុយរបស់យើងអត់មានស្ថិរភាពទេចំណូលចំណាយយើងអត់ច្បាស់លាស់ទេអញ្ចឹងបងប្អូនដកដើមទៅបង់ការដកការទៅបង់ដើមដកចុះដកឡើងទៅអស់ទាំងចុងអស់ទាំងដើមប្រកាសជាមានបញ្ហាផ្នែករស់ស៊ីនឹងហើយអញ្ចឹងបងប្អូនត្រូវគិតឲ្យច្បាស់ថាតើយើងមានវិន័យចាយលុយអត់ឧទាហរណ៍ចេះឧទាហរណ៍តែយើងរកបានចំណេញដកលុយទិញនេះពឹបរកបានចំណេញដកលុយទិញនោះពឹបអាជីវកម្មយើងមិនទាន់រឹងមាំផងចំណេញពឹបដកលុយទិញម៉ូតូដកលុយទិញឡានអញ្ចឹងការអត់មានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទេបងប្អូនអាជីវកម្មបងប្អូនក៏អត់គូខ្ចីលុយធនាគារមកបន្ថែមដែរចំណុចទី7ចំណុចចុងក្រោយគេអាជីវកម្មរបស់បងប្អូននឹងមានមូលនិធិបំរុងដែរក៏អត់មូលនិធិបំរុងកន្លែងហ្នឹងខ្ញុំចង់និយាយអំពីប្រាក់បំរុងជាទូទៅការបើកអាជីវកម្មយើងតែងតែមានប្រាក់បំរុងគេហៅថាប្រាក់ដើម្បីទប់សម្រាប់ខាតបើបងប្អូនមានបញ្ហាលុកមិនដាច់អញ្ចឹងបងប្អូនយើងយកលុយនឹងមកទប់បើសិនជាបងប្អូនខ្ចីធនាគារមកលុកមិនដាច់យើងមានលុយបំរុងដើម្បីសងទៅធនាគារវិញអញ្ចឹងបើសិនជាយើងខ្ចីធនាគារត្រូវបង់ណែយើងលុកអត់ទាន់ធ្វើអត់ទាន់យើងយកលុយបំរុងទៅបង់បន្ទាប់មកយើងលុកបានយើងយកលុយចំណេញហ្នឹងចូលទៅក្នុងលុយបំរុងទៅវិញអញ្ចឹងវាធ្វើឲ្យចរន្តសាច់ប្រាក់របស់យើងអត់ស្ទះទេតែកាលណាចរន្តសាច់ប្រាក់យើងអត់ស្ទះទេក្នុងការកម្ចីលុយធនាគារក្នុងការគ្រោះថ្នាក់ហានិភ័យណាមួយគឺយើងមានលុយបំរុងសម្រាប់ទប់បើសិនជាអត់មានលុយទប់ទេលុយធនាគារក៏បង់មិនទាន់អាលុយមានបញ្ហាក៏អត់មានអីយកទៅជួយអានឹងបញ្ហាសេដ្ឋកិច្ចបញ្ហាជីវកម្មរបស់បងប្អូននឹងដួលដោយឯងតែម្ដងអញ្ចឹងខ្ញុំបែងចែកថាតើអ្នកណាដែលគូថាមិនគូក្នុងការខ្ចីប្រាក់ពីធនាគារបងប្អូនបើសិនជាអាជីវកម្មរបស់យើងខាតណាយើងខាតហើយខាតទៀតអញ្ចឹងយើងគូខ្ចីលុយធនាគារថែមអត់ថែមទេបងប្អូនចង់និយាយថាទុនសាយក៏រួចត្រីរស់ក៏រួចដែររួចមួយហើយយកទៅតាមយកសេះតាមសេះប្រកាសជាតាមចុះតាមឡើងគឺអត់មានណាស្រោចស្រង់ណាទេបងប្អូនអញ្ចឹងយើងត្រូវប្រយ័ត្នឲ្យមែនទែនចំណុចទី2ជាទូទៅថាតើប្រាក់កម្ចីនឹងវាងាយក្នុងការយកមកធ្វើអ្វីមួយបងប្អូនត្រូវតែប្រយ័ត្នដែរបើសិនជាអត់ច្បាស់ថាខ្ចីលុយនឹងមកធ្វើអីទេកុំទាន់ខ្ចីបងប្អូនត្រូវមានផែនការច្បាស់លាស់សិនចំណុចទី3យើងមិនគូខ្ចីដើម្បីអីដើម្បីថាយើងមានអាជីវកម្មហើយស្រាប់តែខ្ចីលុយធនាគារមកទិញឡានខ្ចីលុយធនាគារមកទិញដីខ្ចីលុយធនាគារមកទិញផ្ទះអញ្ចឹងបងប្អូនបើសិនជាយើងរកបានចំណេញបង់ចុះពេលខាតបានអីបងអញ្ចឹងដល់ពេលខាតបានអីបងប្រកាសជាយកលុយដើមទៅបង់យកឡើងទៅបង់ឡានយកលុយដើមទៅបង់ដីយកលុយដើមទៅបង់ផ្ទះអញ្ចឹងចុងបញ្ចប់សួរដើមមាននៅណាទៀតអញ្ចឹងអាជីវកម្មប្រកាសជាដួលក្រាំងតែម្ដងបើសិនជាយើងមិនទាន់មានផែនការហិរញ្ញវត្ថុច្បាស់លាស់ទេចំណុចទី4ក៏អត់គួរដែរចំណុចទី5អ្នកដែលខ្ចីប្រាក់នឹងដោយសារមានការណែនាំវាអត់ដោយសារមានសមត្ថភាពផ្ទាល់ខ្លួនជាទូទៅបងប្អូនបើសិនជាយើងមានសមត្ថភាពផ្ទាល់ខ្លួនក្នុងការខ្ចីគឺធនាគារទីប្រឹក្សារបស់ធនាគារគឺវិនិច្ឆ័យច្បាស់លាស់ណាស់ប៉ុន្តែបើយើងខ្ចីដោយការមានការធានាដោយការមានការណែនាំពីអ្នកដទៃខ្ញុំអត់ណែនាំទេចំណុចកន្លែងហ្នឹងអញ្ចឹងឥឡូវខ្ញុំនិយាយអំពីចំណុចទាំង5មុននឹងសម្រេចចិត្តខ្ចីលុយពីធនាគារយើងគិតថាតើប្រាក់កម្ចីហ្នឹងវាជួយបង្កើនប្រាក់ចំណូលយើងដែរឬក៏អត់បើសិនជាប្រាក់កម្ចីហ្នឹងអត់បានធ្វើឲ្យយើងកើនចំណូលទេយើងត្រូវគិតសិនចំណុចទី2ថាតើអាជីវកម្មរបស់យើងនឹងអាចសងទៅធនាគារបានទាន់ពេលដែរឬក៏អត់បើសិនជាអត់ទាន់ពេលទេបងប្អូនត្រូវគិតដែរចំណុចទី3បើថាបងប្អូនមានផែនការការប្រើប្រាស់ថវិកាការប្រើប្រាស់ចំណូលចំណាយច្បាស់លាស់ហើយឬនៅចំណុចទី4ប្រាក់ចំណេញរំពឹងទុកលើការសងថ្លៃការបើបងប្អូនមានប្រាក់ចំណេញរាល់ខែបានប៉ុណ្ណេះបានប៉ុណ្ណោះហើយការបានណាបងប្អូនថាទូទាត់រួចគឺអូខេបើសិនជាអត់ច្បាស់លាស់ទេក៏ត្រូវតែគូគិតឡើងវិញដែរចំណុចទី5បើសិនជាយើងមានបញ្ហាលុយធ្លាក់ចុះដោយសារការលុកដោយសារអីចំណូលរបស់យើងធ្លាក់តើយើងយកអីទៅទប់អានឹងសំណួរមួយហ្នឹងក៏ត្រូវតែគិតគូរពិចារណាដែរ
ជាទូទៅខ្ញុំចង់និយាយថាសរុបសេចក្តីមកប្រាក់ធនាគារលុយធនាគារវាមិនអាក្រក់ទាំងអស់ទេប៉ុន្តែបងប្អូនយកមកដើម្បីពង្រីកអាជីវកម្មកុំអីយកមកដើម្បីប្រើប្រាស់ខុសពេលវេលាប្រើប្រាស់ខុសទៅទងនឹងផែនការអាជីវកម្មអត់ច្បាស់លាស់ទេយកមកមិនអាចជួយអាជីវកម្មបានទេបែរជាធ្វើឲ្យអាជីវកម្មកាន់តែដួលថែមទៀតបើយើងខ្ចីយកមកពង្រីកអាជីវកម្មជាកម្មយើងដើរហើយភ្ញៀវមានក្នុងដៃហើយអាជីវកម្មយើងនឹងណូហើយគឺអូខេហើយបើអាជីវកម្មយើងមិនទាន់នឹងណូទេខ្ចីយកមកសម្ភារៈនិយមខ្ចីយកមកពង្រីកសាខាព្រិចចុះព្រិចឡើងប្រកាសជាអាដើមក៏លំអាបើក្រោយក៏លំអញ្ចឹងបងប្អូនត្រូវតែប្រយ័ត្នប្រយែងចំណុចកន្លែងហ្នឹងបាទអរគុណច្រើន